បាទនៅសមរភូមិកំពង់ឆ្នាំងខ្ញុំបានត្រូវរបួសម្ដងដែរគឺនៅសមរភូមិហៅថាដងស្អុយណាចាបាទពេលនោះពេលឡើងវាយយកសមរភូមិដងស្អុយហ្នឹងឯងពេលតែពេលត្រូវនោះវាត្រូវជាទិញទួយទៅមិនជាខ្លាំងឲ្យប្រមាណទេត្រូវនឹងអំបែងកំភ្លើងត្បាល់60មីលីម៉ែត្រនោះចាថាមកជាសសងបាទពេលតែឡើងវាយហ្នឹងជាចៃដន្យនេះវាផ្លោងមកត្រូវខ្ញុំទៅក្រោយនេះវាកូនចៅក៏ក្នុងវាយមុខនោះខ្ញុំនៅពីក្រោយប្រហែលជាជំនាញជាមេមជាការវាមិនជាខ្លាយប្រហែលនេះកូនចៅទេនៅប្រហែលជា100ម៉ែត្រពីគ្នាអញ្ចឹងផ្លោងមកត្រូវនឹងខ្ញុំពេលត្រូវហ្នឹងគឺខ្ញុំអត់ឲ្យកូនចៅដឹងទាំងអស់ឲ្យដឹងតែពួកដែលអ្នកនៅចិត្តគ្នាដូចជាអូប៉េរ៉ាទ័រអ្នកដែលស្ដាប់វិទ្យុអីហ្នឹងហើយមានពេទ្យអីប្រហែលអ្នកហ្នឹងដឹងរុំអីខ្ញុំរួចស្រេចទៅពេលល្ងាចដែលយើងត្រូវលើវេមីស្យុងហ្នឹងគេថាលើកអរិញបេសកកម្មដែលយើងត្រូវធ្វើនោះបានកូនចៅទាំងអស់នោះញាក់ខ្លួនគាត់គ្នាថាខ្ញុំត្រូវពួកខ្ញុំមិនចង់ឲ្យកូនចៅគេដឹងតែលឺទៅនាំគ្នាវាខូចទឹកចិត្តដូច្នេះពេលតែត្រូវនេះខ្ញុំសុខចិត្តអត់ធ្មត់ខំថ្មិញគឺឈឺទោះជាឈឺយ៉ាងណាក៏សុខចិត្តខំថ្មិញសង្កត់ចិត្តមិនឲ្យគេដឹងទាំងអស់សុខចិត្តតែចាប់បេសកកម្មបានឲ្យដឹងត្រូវជាមិនជាខ្លាំងអីប្រហែលដែរត្រូវក៏ដៃអំបែងមកជាសសងចាចុះណែផុតពីសមរភូមិកំពង់ឆ្នាំងតើលោកធ្លាប់ទៅសមរភូមិណាទៀតដែរបាទនៅក្នុងខេត្តកំពង់ឆ្នាំងសមរភូមិជាច្រើនហើយជាពិសេសទៅដល់ទៅពន្លៃបរិបូរក្បាលដំរីហើយមានចូលទៅក្នុងខេត្តពោធិ៍សាត់ទៀតដូចជាសមរភូមិអូធំរងព្រួចបាទអូប៉ាងព្រាមអីទៅជាច្រើនសមរភូមិទៀតដែលខ្ញុំមិនអាចរាប់មកបានទេវាច្រើនសមរភូមិហ្នឹងមកហើយជាបន្តទៅទៀតលោកមានបាននិពន្ធបទចម្រៀងអីសម្រាប់ជាអនុស្សាវរីយ៍នៅក្នុងសមរភូមិរបស់លោកដែរទៀតទេបាទទោះជានៅសមរភូមិយ៉ាងណាក៏ដោយព្រោះរឿងផ្នែកសិល្បៈខ្ញុំជិតនៅតែមានចិត្តនឹកមកមីនៅស្រឡាញ់សិល្បៈអញ្ចឹងទោះជាខ្លួននៅកំពេញបេសកកម្មមមាញឹកយ៉ាងណាក៏ដោយបទដែលខ្ញុំបាននិពន្ធថ្មីនេះមានឈ្មោះហៅថាការបាន7ថ្ងៃបែកគ្នាបាទចាណែមិនមែនជារឿងរបស់លោកទេបាទមិនមែនជារឿងរបស់ខ្ញុំបាទទេនេះជារឿងគេហៅសហការីម្នាក់លោកជាអនុស្នេហ៍តួដែរគាត់បានការប្រពន្ធឲ្យ7ថ្ងៃទេដោយអគ្គជាការតម្រូវឲ្យគ្នាបានទៅច្បាស់នៅខេត្តកំពង់ឆ្នាំងហើយគ្នាបាននិពន្ធជាទំនុកច្រៀងទៅហើយប្រគល់មកឲ្យខ្ញុំជាមានជាការជារៀនច្បងបងគ្នាបាទធ្វើជាបទនឹងឡើងដូច្នេះក្នុងរាត្រីនេះលោកអនុស្នេហ៍តូនោះបានស្ដាប់បទនេះប្រហែលជាមានការរំភើបយ៉ាងណាទេអនុស្នេហ៍តូនោះលោកឈ្មោះជាអនុស្នេហ៍តូលីសកលដែលគេហៅក្រៅក្នុងអានិកទីគេនោះគេហៅថាដាវជ័យអូចាបាទលោកស្រឡាញ់សិល្បៈលោកជាអ្នកស្រឡាញ់សិល្បៈមួយរូបដែរលោកចូលចិត្តណាស់រឿងសិល្បៈអីហើយជាអ្នកតែងទំនុកច្រៀងអីក្រំបើបាទកាបខ្លួនអីប្រសើរក្រំបើដែរចាជារៀងរាល់ថ្ងៃនេះលោកមានបានទទួលលិខិតរបស់មិត្តអ្នកស្ដាប់របស់យើងដើម្បីស្នើសុំនៅបទចម្រៀងអីឲ្យលោកនិពន្ធអីខ្លះដែរទេមានជាច្រើនដែលខ្ញុំមកសូមអភ័យទោសក្នុងពេលនេះផងដែរមិនគួរតែខ្ញុំមកឆ្មាំឆ្មៃទេគឺថាវាជាប់ដោយនៅជាប់ពេញបេសកកម្មមមាញឹកពេកមិនបានធ្វើជូនគេទេឈិតឱកាសដែលទំនេរនេះហើយបាទធ្វើខ្លះជូននឹងបាទមានមកជាច្រើនមិនអាចគ្រប់តែថាក្លឹបខេត្តនេះខេត្តនោះជាងក៏ពីបាត់ដំបងពីណាពីកំពង់ស្ពឺពីណាហើយយល់សេះពីខាងយុទ្ធជនយើងនេះឯងចាដូច្នេះលោកអ្នកនាងស្ដាប់របស់យើងនឹងបានស្ដាប់បទមួយទៀតគឺបទការបាន7ថ្ងៃបែកគ្នារបស់មិត្តសមត្ថជាបន្តទៅទៀត សមរភូមិសូមផ្ញើទៅស្រីញ៉ាពីងសំដីទៅតាមវិយោសែនមហានឹកទៅតែពុំរំធ្ងចិត្តនៅតស៊ូ
កំពុងឆ្នាំងបងត្រូវតែច្បាំងពុំអាចនៅស្ងៀមស្រុកកើតចំបាំងយើងមានចរជីខ្មែរមិនទៀមទីញញើតសត្វទៅកាបាន7ថ្ងៃថ្លៃរឿងបែកគ្នាបងចេញប្រហាតមិនអាស្រើដឹងវីកុំចាត់ដើម្បីបើឲ្យសល់នៅឆាឆៅខ្មែរទៀតស្រីអើយស្រីថ្លៃពើគុំតួមនិញតាមចិត្តស្រឡាញ់បងពុំចង់គ្រៀតចង់បណ្ដាអូនបងួតមិត្តញាតធ្វើមិនដាច់នឹងរឿងជាតិគុំជាណាពើ